រឿងរ៉ាវបរោះម្នាក់ដែលត្រូវបានក្រុមក្មេងស្ទាវគប់ដំបូលផ្ទះនៅខាងសង្កាត់ចាក់រែលើដែលនាំឲ្យមានការភ្ញាក់ផ្អើលទៅកាន់ក្រុមអ្នកសារព័ត៌មានចុះទៅយកព័ត៌មានព្រមព្រៀងហើយបរោះដែលជាម្ចាស់ផ្ទះនឹងបានធ្វើការផ្ដល់នូវបទសម្ភាសន៍ជាមួយនឹងក្រុមអ្នកសារព័ត៌មានថាគាត់អត់ហ៊ានទៅធ្វើការដាក់ពាក្យបណ្ដឹងនោះទេព្រោះខ្លាចអស់លុយក្រោយពីទទួលបានព័ត៌មាននឹងក្រុមការងារព័ត៌មាននិងព្រឹត្តិកម្មរហ័សបានធ្វើការបង្ហោះសារយ៉ាងវែងឡាយដោយបានធ្វើការបញ្ជាក់ថាមន្ត្រីប៉ុស្តិ៍រដ្ឋបាលចាក់រែលើបានចុះទៅធ្វើការស្រាវជ្រាវនិងជួបជាមួយនឹងបរិម្ចាស់ផ្ទះផ្ទាល់ដើម្បីធ្វើការសាកសួរនាំតោះឥឡូវនេះមកស្ដាប់នៅខ្លឹមសារទាំងមូលនៃអត្ថបទដែលខាងក្រុមការងារព័ត៌មាននិងព្រឹត្តិកម្មរហ័សបានធ្វើការបង្ហោះទាំងស្រុងជាមួយនឹងខ្ញុំបាទដូចតទៅសមត្ថកិច្ចពន្ធនគរបាលរដ្ឋបាលសង្កាត់ចាក់រែលើបានចុះទៅធ្វើការស្រាវជ្រាវនិងសួរនាំពាក់ព័ន្ធទៅនឹងបរិម្នាក់ដែលបានធ្វើការផ្ដល់នៅបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទាក់ទងទៅនឹងករណីក្មេងស្ទាវររឿងគប់ផ្ទះនិងមិនហ៊ានប្តឹងសមត្ថកិច្ចព្រោះខ្លាចអស់លុយនៅព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2026ក្រោយពីទទួលបានព័ត៌មានគឺមានបរិម្នាក់បានផ្ដល់នៅបទសម្ភាសន៍ជាមួយទៅនឹងអ្នកសារព័ត៌មានថាមានក្រុមក្មេងស្ទាវមួយក្រុមគប់ផ្ទះនិងពុំមានប្តឹងសមត្ថកិច្ចឡើយព្រោះខ្លាចអស់លុយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់រែលើបានចុះទៅដល់ផ្ទះបរិះនោះនៅចំណុចផ្ទះជួលលក់ទូរស័ព្ទផ្លូវបេតុងភូមិព្រែកតនូសង្កាត់ចាក់រែលើខណ្ឌមានជ័យដើម្បីសួរនាំបន្ទាប់ពីសមត្ថកិច្ចសួរនាំបរិះនោះគាត់បានធ្វើការប្រាប់សមត្ថកិច្ចថាគាត់មានឈ្មោះថេងធីរ៉ាភេទប្រុសអាយុ35ឆ្នាំជាម្ចាស់ហាងហើយកន្លងមកគាត់ធ្លាប់ប៉ះពាក្យសម្ដីជាមួយក្មេងៗអាយុប្រហែល10ទៅ11ឆ្នាំបន្តិចបន្តួចប៉ុណ្ណោះលុះរហូតដល់ថ្ងៃទី10ខែកក្កដាឆ្នាំ2026វេលាម៉ោងប្រហែល 00:15 នាទីយប់អាធ្រាត្រក៏បានឮសំឡេងធ្លាក់អ្វីនៅលើដំបូលផ្ទះទើបចេញមកមើលតែពុំឃើញមានអ្នកណាឡើយដោយមិនហ៊ានប្តឹងសមត្ថកិច្ចព្រោះខ្លាចអស់លុយហើយគាត់បានបន្តថាធ្លាប់ឮសូរបងស្រីដែលជាម្ចាស់ផ្ទះជួលថាធ្លាប់បាក់ខ្សែភ្លើងថាបានទៅប្តឹងសមត្ថកិច្ចតែអស់លុយបន្ទាប់មកសមត្ថកិច្ចក៏បានបន្តសាកសួរបងស្រីដែលជាម្ចាស់ផ្ទះជួលក្រោយសាកសួររួចរាល់គាត់ក៏បានប្រាប់ថាកន្លងមកប្រហែល1ឆ្នាំមុនគាត់បានបាត់ខ្សែភ្លើងនិងបានទៅធ្វើការដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យអនុវត្តតាមនីតិវិធីរួចរាល់បងស្រីម្ចាស់ផ្ទះជួលបានធ្វើការបញ្ជាក់បន្ថែមថាពេលនោះគាត់ក៏បានធ្វើការឧបត្ថម្ភថវិកាមួយចំនួនបន្តិចបន្តួចប៉ុណ្ណោះទៅដល់សមត្ថកិច្ចដើម្បីធ្វើជាការលើកទឹកចិត្តដែលសមត្ថកិច្ចខិតខំធ្វើការងារជូនគាត់ទន្ទឹមនឹងនោះសមត្ថកិច្ចក៏បានធ្វើការណែនាំទៅកាន់បរិះខាងលើឲ្យទៅធ្វើការដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់រែលើដោយមិនតម្រូវឲ្យមានការបង់ថ្លៃសេវាអ្វីនោះទេបើសិនជាមានករណីអ្វីកើតឡើងឬសូមរាយការណ៍បន្ទាន់ប្រាប់មកកាន់សមត្ថកិច្ចដើម្បីសមត្ថកិច្ចមានវិធានការអន្តរាគមន៍ឲ្យទាន់ពេលវេលាបាទពាក់ព័ន្ធទៅនឹងករណីនេះគឺខាងក្រុមការងារព័ត៌មានព្រឹត្តិកម្មរហ័សបានធ្វើការលើកឡើងបញ្ជាក់នៅក្នុងអត្ថបទនេះហើយគឺរាល់ការទៅដាក់ពាក្យបណ្ដឹងអ្វីមួយនៅកន្លែងសមត្ថកិច្ចបាទគឺពុំមានការទាមទារថ្លៃសេវាអ្វីនោះទេប៉ុន្តែបើសិនជាពួកយើងដែលជាប្រជាពលរដ្ឋមានទឹកចិត្តក្នុងការជូនជាថវិកាបាទទៅកាន់សមត្ថកិច្ចនោះសមត្ថកិច្ចនឹងទទួលយកហើយបើសិនជាយើងមិនបានជូនក៏សមត្ថកិច្ចមិនមានការទាមទារបាទនៅថវិកាអ្វីដើម្បីជាថ្លៃនៃសេវាក្នុងការដាក់ពាក្យបណ្ដឹងនោះដែរអញ្ចឹងសម្រាប់ព័ត៌មាននេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូន